គ្រូហ្វូហ្វ្រៃបងប្អូនអ្នកគ្នាខ្ញុំបាទចេញបែងមកពីខាង CFK Cambodia ដោយក្នុងថ្ងៃនេះយើងមកចង់និយាយអំពីប្រវត្តិរបស់រ៉ូឡូហ្វាកៃព្រោះតែរ៉ូឡូហ្វាកៃក៏ជាប្រភេទរ៉ូឡូដែលពេញនិយមខ្លាំងមែនទែននៅក្នុងស្រុករបស់យើងអញ្ចឹងក៏មិនខាតពេលយូរយើងមកតាមដានប្រវត្តិរ៉ូឡូហ្វាកៃនេះទាំងអស់គ្នាបើយើងនិយាយពីក្រុមហ៊ុន Fakai គឺយើងនិយាយតាំងពីឆ្នាំ1918ដោយក្នុងឆ្នាំ1918ក្រុមហ៊ុនត្រូវបានបង្កើតឡើងដោយលោក Kinosuke Fakai ក្នុងគោលបំណងផលិតនិងជួសជុលគ្រឿងបន្លាស់សម្រាប់រថយន្ត ម៉ាស៊ីនចំហេះខាងក្នុងនិងក្បាលរថភ្លើងចំហាយទឹកក្នុងឆ្នាំ1927ការផលិតក្បាលរថភ្លើងក៏បានចាប់ផ្ដើមក្នុងឆ្នាំ1929ជាមួយនឹងការពង្រឹងទំហំការងារវិស្វកម្មសំណង់ស៊ីវិលនៅក្នុងប្រទេសជប៉ុនក្រុមហ៊ុនចាប់ផ្ដើមផលិតរថយន្តក្រឡុកផ្លូវការវិនិយោគដើមទុនបន្តដែលជំរុញដោយការកើនឡើងនៃតម្រូវការនាំឲ្យមានការរីកលូតលាស់យ៉ាងខ្លាំងនៅក្នុងអាជីវកម្មមួយនេះក្នុងឆ្នាំ1935អាជីវកម្មនៅក្រៅប្រទេសត្រូវបានផ្ដួចផ្ដើមជាមួយនឹងការនាំចេញរថយន្តក្រឡុកផ្លូវទៅកាន់ប្រទេសថៃក្នុងឆ្នាំ1945ការិយាល័យកណ្ដាលនិងរោងចក្រសំខាន់ៗភាគច្រើនត្រូវបានបំផ្លាញនៅក្នុងការវាយឆ្មក់តាមអាកាសចូលមកដល់ឆ្នាំ1946អតីតប្រធាន Tomoyuki Fakai ចាប់ផ្ដើមសាងសង់រោងចក្រឡើងវិញក្នុងគោលបំណងដើម្បីស្ដារក្រុមហ៊ុនរបស់គាត់បន្ទាប់ពីមានការវាយប្រហារតាមអាកាសដល់ឆ្នាំ1949ក្រុមហ៊ុនត្រូវបានរួមបញ្ចូលដើម្បីបង្កើតក្រុមហ៊ុន Fakai Works Co Ltd ដែលមានដើមទុន2លានយេនដល់ឆ្នាំ1950អាជីវកម្មបង្រឹងបន្តិចម្ដងចាប់ពីឆ្នាំ1950ក្នុងស្រុកក៏ដូចជាអន្តរជាតិហើយការនាំចេញទៅកាន់ប្រទេសហ្វីលីពីនថៃនិងប៉ាគីស្ថានក៏ចាប់ផ្ដើមដល់ឆ្នាំ1956ការផលិតឧបករណ៍រ៉ូឡូញាក់ម៉ាក FR1 ក៏ដូចជា PM103 ក៏ចាប់ផ្ដើមដូចគ្នាដល់ឆ្នាំ1959ការផលិតម៉ាស៊ីន World ក៏ដូចជារ៉ូឡូម៉ាក TR51 ក៏ចាប់ផ្ដើមឆ្នាំ1967ក្រុមហ៊ុនបានប្ដូរឈ្មោះទៅជា Fakai Heavy Industry Ltdត្រឡប់មកក្នុងឆ្នាំ1967ដដែលការផលិតក្បាលរថភ្លើងត្រូវបានបញ្ចប់ដោយសារតែតម្រូវការថយចុះបន្ទាប់ពីការផ្លាស់ប្ដូរគោលនយោបាយរបស់ទីភ្នាក់ងារព្រៃឈើដោយពីមុនគាត់ប្រើរថភ្លើងសម្រាប់ដឹកឈើប៉ុន្តែពេលនេះគាត់ប្រើប្រាស់រថយន្តមកជំនួសក្នុងការដឹកឈើតាមផ្លូវវិញចូលមកដល់ឆ្នាំ1968ប្រភេទរឡូកង់3របស់ក្រុមហ៊ុន Fakai R1 ក៏បានបង្កើតឡើងដល់ឆ្នាំ1970ក្រុមហ៊ុនក៏បានដាក់ទុនរួមគ្នាជាមួយនឹង PT Fakai Faket បង្កើតឡើងក្នុងទីក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ីដើម្បីប្រមូលផ្ដុំនិងជួសជុលផ្លូវទាំងមូលឈានជើងមកដល់ឆ្នាំ1972 Fakai Engineering បានបង្កើតឡើងបន្ទាប់មកពួកគេក៏បានប្ដូរឈ្មោះទៅជា Fakai Grand Corp នៅក្នុងខែធ្នូឆ្នាំ1980ហើយក្រោយមកទៅជា Fakai Kiko ក្នុងខែឧសភាឆ្នាំ1995ឧបករណ៍រៀបចំផ្លូវដែលដាក់នៅលើផ្លូវ Tarifa ម៉ាក ER160 ក៏ត្រូវបានបង្កើតឡើងដូចគ្នាក្នុងឆ្នាំនោះដល់ឆ្នាំ1976 Fakai America Inc ត្រូវបានបង្កើតឡើងនៅ
Delaware សហរដ្ឋអាមេរិកក្នុងគោលបំណងនាំចូលនិងនាំចេញក៏ដូចជាលក់ឧបករណ៍សំណង់មកដល់ឆ្នាំ1977ឧបករណ៍ក៏ដូចជារលញាក់ទោលម៉ា FV90 សម្រាប់ការងារសង្កត់ដីត្រូវបានបង្កើតឡើងឆ្នាំ1979 All-wheel drive All-wheel Vibratory Tandem Roller FW70 ក៏ត្រូវបានបង្កើតឡើងដូចគ្នាមកដល់ឆ្នាំ1981ហ្វាកៃក៏បានចុះបញ្ជីនៅផ្នែកទី1នៃហ្វាហ៊ុនតូក្យូឆ្នាំ1982 Temper VTX បានបង្កើតឡើងប្រព័ន្ធគ្រប់គ្រងការបង្រួមផ្លូវកៅស៊ូ Raycom ក៏បានបង្កើតឡើងដូចគ្នាក្នុងឆ្នាំ1982នោះក្នុងឆ្នាំ1983 Predator PX300 និង Repower Remaster RM1000 សម្រាប់ការកែច្នៃផ្លូវ Apache នៅនឹងកន្លែងក៏បានបង្កើតឡើងឆ្នាំ1990ឧបករណ៍រំញ័រក៏ដូចជាបញ្ឈរញាក់ FD450 បានបង្កើតឡើងនិងបានទទួលវិញ្ញាបនបត្រនៃបច្ចេកវិទ្យាសំណង់ដែលបានអភិវឌ្ឍក្នុងវិស័យឯកជនដោយអតីតក្រសួងសំណង់ឥឡូវនេះយើងអាចហៅបានថា MLIT ជាជើងរហូតដល់ឆ្នាំ1995 Ichiro Fakai ត្រូវបានតែងតាំងជាប្រធានពិធី Fakai Indonesia បង្កើតឡើងនៅ Bekasi ប្រទេសឥណ្ឌូនេស៊ីក្នុងគោលបំណងផលិតនិងលក់ឧបករណ៍សំណង់ធុនហ្វ្រានិងផ្នែកពាក់ព័ន្ធផ្សេងៗទៀតកម្រាលកៅស៊ូ Apache PT310 ក៏ត្រូវបានបង្កើតឡើងដូចគ្នាក្នុងឆ្នាំនោះដល់ឆ្នាំ1996ក្រុមហ៊ុនមួយនេះក៏បានទទួលវិញ្ញាបនបត្រ ISO 9001ដែលបំពេញតាមស្តង់ដារអន្តរជាតិសម្រាប់ការធានាគុណភាពដែលកំណត់ដោយអង្គការអន្តរជាតិសម្រាប់ស្តង់ដារឈានជើងមកដល់សតវត្សទី20ក្នុងឆ្នាំ2020ផ្ទាល់តែម្ដងក្រុមហ៊ុនបត់សម្ព័ន្ធ Fakai America Manufacturing Inc ត្រូវបានបង្កើតឡើងនៅរដ្ឋ Georgia សហរដ្ឋអាមេរិកក្នុងគោលបំណងផលិតនិងលក់ឧបករណ៍សំណង់និងផ្នែកពាក់ព័ន្ធផ្សេងៗទៀតពិធី Fakai Indonesia បានពង្រីកក្នុងគោលបំណងផលិតនិងលក់ឧបករណ៍សំណង់ធុនធ្ងន់នៅក្នុងឆ្នាំ2000នោះផងដែរដល់ឆ្នាំ2003ក្រុមហ៊ុនបត់សម្ព័ន្ធ Fakai Industry Shanghai Ltd ត្រូវបានបង្កើតឡើងនៅទីក្រុង Shanghai ប្រទេសចិនក្នុងគោលបំណងផលិតនិងលក់ឧបករណ៍សំណង់សម្រាប់ឆ្នាំ2004រលញាក់ម៉ាក GW750 ត្រូវបានបង្កើតឡើងដល់ឆ្នាំ2009រលកង់3ម៉ាក MW700 ដំបូងគេមអស់របស់ពិភពលោកដែលត្រូវបានចុះបញ្ជីនៅលើ NETIS ដែលជាប្រព័ន្ធផ្សព្វផ្សាយក្នុងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗដោយមានដូចជាការងារសាធារណៈក្រសួងដែនដីហេដ្ឋារចនាសម្ព័ន្ធការដឹកជញ្ជូននិងទេសចរណ៍ការឈានជើងកាន់តែឆ្ងាយទៅជាមួយនឹងសក្តានុពលរបស់ក្រុមហ៊ុន Fakai ក្នុងឆ្នាំ2012រលញាក់ម៉ាក FV520 ក៏ដូចជា FV620 ត្រូវបានបង្កើតឡើងក្នុងគោលបំណងដាំដុះក៏ដូចជាចាក់ចូលឲ្យជ្រៅក្នុងទីផ្សារពិភពលោកឆ្នាំ2014ការិយាល័យថ្មីរួមដែលបញ្ចូលការអភិវឌ្ឍនិងផលិតកម្មត្រូវបានសាងសង់នៅវិជ្ជមណ្ឌលផលិតកម្មឆ្នាំ2017 PT Fakai Fail and Service Afi ត្រូវបានបង្កើតឡើងនៅ Bekasi ប្រទេសឥណ្ឌូនេស៊ីក្នុងគោលបំណងលក់និងសេវាកម្មសម្រាប់ឧបករណ៍សំណង់និងផ្នែកពាក់ព័ន្ធផ្សេងទៀតបន្ទាប់ពីធ្វើដំណើរយ៉ាងវែងឆ្ងាយតាំងពីឆ្នាំ1918ក្រុមហ៊ុនក៏សម្រេចធ្វើការប្រារព្ធខួបលើកទី1របស់ខ្លួនគឺគម្រប់ខួប100ឆ្នាំនៅថ្ងៃទី1ខែឧសភាជាមួយនឹងឡូដែលទើបតែចេញថ្មីម៉ាក David 704 Gunman ដែលជារលដំបូងគេដែលបំពាក់ដោយប្រព័ន្ធហ្វ្រាំងសង្គ្រោះបន្ទាន់ដោយស្វ័យប្រវត្តិត្រូវបានបង្កើតឡើងឆ្នាំ2019ប្រតិបត្តិការនៅក្នុងប្រទេសឥណ្ឌូនេស៊ីត្រូវបានពង្រឹងតាមរយៈកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធនៃក្រុមហ៊ុនបត់សម្ព័ន្ធចំនួន3រួមទាំង FI
ដោយរោងចក្រ FI និង FOMI ត្រូវបានដាក់បញ្ចូលទៅក្នុងរោងចក្រធំមួយនៅក្នុងកន្លែងដែលទើបតែទទួលបានថ្មីចូលមកដល់ឆ្នាំ2022ក៏ជាឆ្នាំដែលសំខាន់សម្រាប់ក្រុមហ៊ុន Fakai ព្រោះតែក្នុងឆ្នាំនេះក្រុមហ៊ុនបានចុះបញ្ជីទៅលើទីផ្សារសំខាន់នៃហ្វាហ៊ុន Tokyo ដល់ឆ្នាំ2023ការិយាល័យកណ្ដាលត្រូវបានផ្លាស់ប្ដូរក្នុងគោលបំណងបន្តបរិយាកាសការងារឲ្យកាន់តែប្រសើរឡើងនិងជំរុញទំនាក់ទំនងក៏ដូចជាសម្រួលប្រតិបត្តិការមកដល់ឆ្នាំ2024ក្រុមហ៊ុន Fakai ក៏ធ្វើការចុះហត្ថលេខានិងកិច្ចព្រមព្រៀងជាមួយនឹងដៃគូថ្មីគឺក្រុមហ៊ុន Yura Ware ជាចុងបញ្ចប់រលម៉ា R1 ដែលផលិតក្នុងឆ្នាំ1968ទៅទទួលស្គាល់ថាគឺជាបេតិកភណ្ឌម៉ាស៊ីនមេកានិកដែលវាត្រូវបានទទួលស្គាល់ដោយសង្គមជប៉ុននៃវិស្វករមេកានិកផ្ទាល់តែម្ដងសូមអរគុណបងប្អូនអរគ្នាដែលបានតាមដានវីដេអូមួយនេះសង្ឃឹមថាបងប្អូនតាមដានវីដេអូនេះហើយប្រកាសជាយល់ដឹងថាតើរល Fakai មួយគ្រឿងនេះមានប្រវត្តិមកពីប្រទេសណានិងអ្វីផ្សេងទៀតនៅក្នុងវីដេអូនេះបានបញ្ជាក់ព័ត៌មានមិនមែនលម្អិតទាំងអស់ទេបងប្អូនប៉ុន្តែខ្លះនឹងពិស្ដារជូនបងប្អូនឲ្យបានយល់អំពីរល Fakai មួយនេះជាចុងក្រោយបើសិនជាបងប្អូនអរគ្នាចង់បានគ្រឿងចាក់មកពីប្រទេសជប៉ុនចំមានការ maintenance ក៏ដូចជា service ត្រឹមត្រូវមុននឹងបកគោគ្រឿងចាក់ជូនបងប្អូនយកទៅប្រើប្រាស់និងតម្លៃសមរម្យនោះ Complete 4FK Cambodia សូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយ